ខណៈពេលដែលទេពអប្សរកំពុងងូតទឹកជេលបានលួចយកអាវទេពអប្សរម្នាក់ក្នុងចំណោមទេពអប្សរទាំងអស់បន្ទាប់ពីទេពអប្សរបាត់អាវដល់ទេវតារបស់នាងគាត់អាវត្រឡប់ទៅឋានសួគ៌វិញហើយ Geoff បានឆ្លៀតឱកាសនេះវាជាពេលវេលាដ៏ល្អក្នុងការធ្វើពុតជាឆ្លងកាត់ហើយសួគ៌ក៏បានលងលោមទេពអប្សរបានយកនាងទៅផ្ទះគាត់នៅក្រោមការនិយាយផ្អែមល្ហែមរបស់គាត់ទេពអប្សរក៏ទុនចិត្តបានរៀបការគាត់បានក្លាយជាប្រពន្ធរបស់គាត់ហើយអ្នកទាំងពីរវាក៏ជាប្រភេទនៃភាពសុខដុមផងដែរហើយមានកូនប្រុសស្រីពីរនាក់ឡើយខ្ញុំគិតថាពួកគេសប្បាយចិត្តទោះយ៉ាងណាជីវិតនឹងបន្តទៅមុខទៀតហើយការមិននឹកស្មានដល់មួយបានកើតឡើងភ្លាមជានាងបានរកឃើញសម្លៀកបំពាក់ដ៏ទេវតាដែលយកបានលាក់ទុកខឹងហើយបាននាំយកកូន3នាក់ជិះពុកសហោះឡើងទៅឋានដ៏ខ្ពស់បំផុតតុលាការឋានសួគ៌ក៏សម្រាប់លោក Geoff ពួកគេបានលែងស្ដាប់ការបោកប្រាស់ Geoff បានមើលដោយអស់សង្ឃឹមប្រពន្ធនិងកូនរបស់គាត់បានចាក់ចេញពីគាត់ចិត្តខ្ញុំក៏ពេញដោយភាពអស់សង្ឃឹមសោកសៅគាត់គ្រាន់តែអាចអង្គុយកន្លែងដែលគាត់បានហើយដល់ទេវតារបស់ប្រពន្ធគាត់ពីមុនមិនថាខ្យល់ភ្លៀងការលះបង់ឥតងាយក្រៃប្រាថ្នាចង់បានសុភមង្គលតែភរិយាដែលនៅឆ្ងាយនៅស្ថានសួគ៌ជាមួយកូន Geoff អង្គុយក្បែរទឹកជ្រោះ3ថ្ងៃ3យប់ដោយគ្មានអាហារឬទឹកទោះផឹកស្រាក៏មិនបានសម្រាកដែរទោះម្ដាយចាស់របស់គាត់ដែលមានអាយុជាង60ឆ្នាំយកអាហារឲ្យគាត់គ្មានចំណង់អាហារទេនៅពេលនេះសត្វក្តាន់មួយក្បាលស្រាប់តែបន្ទាប់មកនាងបានរត់ទៅរកគាត់វាបានប្រែខ្លាយគាត់ក៏បានលឺអំពី Geoff ផងដែរបញ្ហាដើម្បីអរគុណ Geoff ត្រឡប់មកវិញសត្វក្តាន់ស៊ីកាបានប្រាប់រឿងរ៉ាវនៃការសង្គ្រោះគាត់មានអាចកំបាំងដ៏ធំមួយដែលអាចសូមឲ្យគ្រួសារទាំង5ឡើងវិញការជួបជុំគ្នាដូច្នេះក្នុងមួយខែដែលថ្ងៃពេញបមៃនៅពេលយប់នឹងមានធុងមួយទេវតាតែងមកយកទឹកនៅទីនេះពួកគេបានរងចាំមួយរយៈខ្លីនៅតាមផ្លូវពេជ្រនោះធុងមួយវាបានធ្លាក់ពីលើមេឃហើយធ្លាក់ចូលទៅក្នុងទឹកនៅក្នុងអាងវាជាវត្ថុបុរាណដ៏ទេវតាមួយដែលត្រូវបានតែយកដងទឹកជ្រោះវត្ថុបុរាណវេទមន្ត Geoff ប្រញាប់រត់ទៅតោងនៅចំហៀងគាត់បានលោតទៅលើធុងទឹកធុងទាញដោយខ្សែវាបានហោះយូរឆ្ពោះទៅកាន់ឋានសួគ៌គាត់ជិះឡើងដើម្បីទៅរកប្រពន្ធនិងកូនឲ្យបំណងប្រាថ្នារបស់អ្នកខ្លាចជាការពិតហើយសូមឲ្យអ្នកស្មោះល្អនឹងនៅរបស់នេះហើយអ្វីនឹងទៅដោយក្រោយពីបានមកដល់ឋានសួគ៌គ្រួសាររបស់ពួកគេទីបំផុតគ្រួសារទាំង5បានជួបជុំគ្នាវិញហើយរីករាយសប្បាយរីករាយនៃជីវិតគ្រួសារទោះយ៉ាងណាក៏ដោយថ្ងៃមួយនៅស្ថានសួគ៌រយៈពេល1ឆ្នាំ Geoff បានចំណាយពេលរបស់គាត់នៅលើមេឃបន្ទាប់ពី3ខែវានឹងចាប់ផ្ដើមនឹកម៉ែចាស់នៅលើផែនដីគាត់បានសម្រេចចិត្តត្រឡប់ទៅផែនដីវិញខ្ញុំចង់ទៅលេងម៉ែនៅពេលនេះទេពអប្សរក៏បានរកឃើញគាត់យកសេះមួយហើយផ្ដល់ការណែនាំដល់គាត់កុំចុះពីលើសេះមិនដូច្នេះទេអ្នកនឹងមិនអាចត្រឡប់ទៅឋានសួគ៌វិញបុរសនោះមកក្បាលជាការឆ្លើយតបគាត់បានយល់ព្រមហើយបន្ទាប់មកឡើងសេះហោះទៅខ្ញុំទៅផ្ទះយ៉ាងលឿនម្ដាយចំណាស់មើល3ឆ្នាំដោយគ្មានគាត់ក៏នឹកកូនប្រុសរបស់គាត់ខ្លាំងណាស់សួរគាត់ថារកប្រពន្ធហើយឬនៅជាមួយកូន Geoff បានប្រាប់ម្ដាយរបស់គាត់ពួកគេត្រូវបានរកឃើញពួកគេនៅតែនៅស្ថានសួគ៌គាត់សប្បាយចិត្តខ្លាំងណាស់គាត់នឹកម្ដាយខ្លាំងណាស់ហេតុនេះហើយបានជិះសេះមកផែនដីដើម្បីទៅលេងផ្ទះរបស់វាពាក្យម្ដាយជីទាំងសប្បាយចិត្តសោកស្ដាយទៀតហើយទើបអាចរត់ទៅចានទឹកក្តៅមួយត្រូវបានយកចេញពីផ្ទះបានដល់ឲ្យ Geoff បបបន្លាយព្រៃមួយចានគាត់ត្រូវត្រឡប់ទៅវិញត្រឡប់ទៅសួគ៌វិញភ្លាមជាក្រុមគ្រួសារពេលនេះយើងនៅជាមួយគ្នាខ្ញុំមិនបាច់បារម្ភពីគាត់ទៀតទេពេលនោះម្ដាយបានហុចសម្លឲ្យគាត់ចៃដនក៏កំពុកនៅលើខ្នងសេះបានឈឺដោយឈឺចាប់គាត់ញ័រយ៉ាងខ្លាំងហើយបន្ទាប់មកគាត់បានយកយោជចេញពីសេះក្នុងវាត្រូវបានបោះចោលហើយពាក្យទេភ្លុំស្លាប់របស់វាយ៉ាងខ្លាំងគាត់បានហោះត្រឡប់ទៅឋានសួគ៌វិញនៅសល់តែ Geoff តែម្នាក់ឯងទស្សនវិជ្ជាខាងក្រោយចាប់ពីពេលនោះមក Geoff ជារៀងរាល់ថ្ងៃគាត់បានក្រឡេកមើលទៅសួគ៌ទីដៅទឹកភ្នែកហូរដោយមិនអាចគ្រប់គ្រងបានវាបានស្រក់ចុះហើយទីបំផុតគាត់បានខ្លាចជាមាន់ធំមួយហើយរាល់ថ្ងៃនៅពេលព្រលឹមពួកគេបែរមុខទៅមេឃយប់ដែលគេមិនលក់ហាក់ដូចជាកំពុងនិទានរឿងក្តីប្រាថ្នាគ្មានទីបញ្ចប់នៅក្នុងចិត្តរបស់ខ្ញុំ